អាវរីគេជាសិស្សវិទ្យាល័យធម្មតាម្នាក់ដែលរស់នៅក្នុងប្រទេសជប៉ុនសម័យទំនើបជាកន្លែងដែលគេចំណាយជីវិតរស់នៅយ៉ាងសុខសាន្តជាមួយប្អូនស្រីរបស់គេប៉ុន្តែអ្វីៗក៏ត្រូវបានផ្លាស់ប្ដូរពេលដែលប្អូនស្រីរបស់គេកើតជំងឺរ៉ាំរ៉ៃដ៏កាយសាហាវមួយដែលគ្មានគ្រូពេទ្យណាអាចមើលជាថ្លៃព្យាបាលគឺថ្លៃខ្លាំងមែនទែនរហូតដល់ថ្នាក់កាវរីមិនហ៊ានទាំងស្រមៃថាអាចបង់ថ្លៃព្យាបាលរួចដោយគ្រាន់តែធ្វើការងារក្រៅម៉ោងធម្មតានោះទេដូច្នេះហើយគេក៏បង្វែរគោលដៅទៅរកពិភពបណ្ដាញសង្គមវិញក្នុងក្តីសង្ឃឹមថានឹងអាចរកលុយបានលឿនជាអកុសលគេមិនមែនជាមនុស្សស្រីមុខមាត់សាមញ្ញដែលចូលចិត្តធ្វើចរិតឆ្មើងឆ្មាយដែលអាចផុសរូប sexy តាក់មួយហើយអាចរកលុយបានរាប់លាននោះទេដូច្នេះហើយគេក៏បង្ខំចិត្តរកផ្លូវដើរថ្មីសម្រាប់ខ្លួនឯងគេបានសម្រេចចិត្តក្លាយជា YouTuber ដែលគេស្អប់ម្នាក់ដែលអ្នកណាក៏ចូលមើលដែរព្រោះតែពួកគេស្អប់គេខ្លាំងពេកហើយចង់ឲ្យគេសងនៅរាល់ទង្វើដែលគេបានធ្វើកន្លងមកប្រជាប្រិយភាពលើបណ្ដាញសង្គមរបស់គេចាប់ផ្ដើមកើនឡើងស្របពេលដែលគេដើរញុះញង់ញាក់ប្រដាល់អាជីពល្បីៗរួចក៏លបវាយឆ្មោកពួកគេនៅមុខកាមេរ៉ាដោយវាយពួកគេឡើងចាស់ដៃឲ្យគ្មានការគោរពសូម្បីបន្តិចហើយថែមទាំងស្ដោះទឹកមាត់ដាក់ពួកគេមុននឹងរត់គេចខ្លួនដូចជាមនុស្សកំសារឿងនេះពិតជាធ្វើឲ្យអ្នកទស្សនាខឹងសម្បាយ៉ាងខ្លាំងដែលពួកគេតែងតែជេរគេថាជាអាសម្រាមកំសាដែលមិនអាចវាយឈ្នះគេដោយយុត្តិធម៌ប៉ុន្តែអាវរីមិនខ្វល់ពីរឿងនេះទេព្រោះវាគ្រាន់តែជួយបង្កើនចំនួនអ្នកមើលនិងទិន្នន័យផ្សេងៗរបស់គេតែប៉ុណ្ណោះថ្មីនេះគេទៅតែបានលបវាយឆ្មោកអ្នកបង្កើតមាតិកា MMA ដ៏មានប្រជាប្រិយភាពម្នាក់ហើយវាយគាត់ឡើងចាស់ដៃដោយល្បិចកិច្ចកលមុននឹងរត់គេចពីប៉ូលីសរឿងនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកពេញទីក្រុងខណៈដែលគេលួចលឺអ្នកគ្រប់គ្នានិយាយថាអា YouTuber ចរិត NH នេះគួរតែត្រូវគេវាយឲ្យបែកមុខលដងទោះជាយ៉ាងណាក៏ដោយអាវរីមិនខ្វល់នោះទេគេគ្រាន់តែអូសមើល comment របស់គេហើយឃើញតែការស្អប់គំនុំយ៉ាងសន្ធឹកសន្ធាប់នៅក្នុងប្រអប់ comment របស់ខ្លួនឯងប៉ុន្តែវាមិនសំខាន់ទេគេបានត្រឹមផ្សាយឲ្យឆែកមើលប្រាក់ចំណូលរបស់គេដែលពេលនេះកំពុងតែកើនឡើងយ៉ាងកប់ពពកមិនយូរប៉ុន្មានគេក៏ចុះនៅចំណត់បន្ទាប់ហើយដើរចូលទៅក្នុងមន្ទីរពេទ្យដែលប្អូនស្រីរបស់គេកំពុងសម្រាប់ព្យាបាលមួយរយៈពេលមកហើយគេឃើញនាងកំពុងសម្លឹងមើលទូរស័ព្ទដូច្នេះគេក៏ប្រាប់ឲ្យនាងគេងចុះហើយសម្រាកបន្តិចសិនទៅអាខារីតបវិញថានាងបានសម្រាកពេញមួយថ្ងៃហើយឥឡូវនាងចង់និយាយលេងជាមួយគេហើយសួរថាគេទៅណាទើបមកគេមិនអាចប្រាប់នាងអំពីល្បិចរកលុយរបស់គេបានទេដូច្នេះគេក៏កុហកថាគេមានធុរៈត្រូវដកស្រាយហើយរបួលបន្តិចបន្តួចជាមួយរឿងនោះគេហុចថោងនំផ្អែមមើលឲ្យនាងប៉ុន្តែអាខារីដឹងថាគេមានចំណុចខ្សោយចំពោះនំផ្អែមហើយក៏សួរថាថ្ងៃនេះគេញ៉ាំអស់ប៉ុន្មានហើយដំបូងឡើយអាវរីកុហកហើយឆ្លើយថាគេញ៉ាំអស់3ប៉ុន្តែអាខារីមិនងាយចាញ់បោកគេទេហើយប្រាប់ឲ្យគេនិយាយការពិតមករួចអាវរីក៏ឆ្លើយថាគេបានញ៉ាំនំខេកអស់6មុនពេលមកទីនេះអាខារីក៏ស្ដីបន្ទោសគេប្រាប់ថាគេត្រូវតែប្រុងប្រយ័ត្នចំពោះសុខភាពរបស់គេឲ្យបានច្រើនជាងនេះហើយគួរតែកំណត់ខ្លួនឯងត្រឹមនំផ្អែមមួយក្នុងមួយថ្ងៃហើយនាងក៏ចាប់ផ្ដើមសួរថាតើគេមានមើលថែខ្លួនឯងឬទេឬមួយក៏នៅដាច់យប់ទៀតហើយមិនបោកខោអាវទៀតមែនទេបន្តិចក្រោយមកនាងក៏ចាប់ផ្ដើមញ៉ាំនំខេករបស់នាងប៉ុន្តែសូម្បីតែនំប៉ុណ្ណឹងក៏នាងញ៉ាំមិនចង់រួចហើយនាងក៏ចាប់ផ្ដើមក្អកដែលធ្វើឲ្យអាវរីភ័យស្លន់ត្រណោររត់ទៅហៅគីឡានុថ័យិកាប៉ុន្តែអាខារីបានខាត់គេដោយប្រាប់ថានាងមិនអីទេអាខារីមិនដឹងថាហេតុអីបានជារាងកាយរបស់នាងលែងព្រមស្ដាប់តាមនាងទៀតហើយប៉ុន្តែអាវរីប្រាប់នាងឲ្យកុំបាត់ក្តីសង្ឃឹមព្រោះតែការដើរកម្សាន្តទៅកាន់សហរដ្ឋអាមេរិកឬក៏ US របស់ពួកគេគឺនៅមួយខែទៀតប៉ុណ្ណោះហើយនៅទីនោះនឹងមានវេជ្ជបណ្ឌិតកម្ពុជាម្នាក់ពិនិត្យមើលនាងហើយដោះស្រាយរាល់បញ្ហាដែលនាងមានប៉ុន្តែអាខារីមិនសូវប្រកបចិត្តទេព្រោះនាងធ្លាប់ឮពាក្យចចាមអំពីវិក័យប័ត្រនៅអាមេរិកសូម្បីតែបងបាំងដំបៅក៏ថ្លៃកប់ពពកប៉ុន្តែបងប្រុសរបស់នាងប្រាប់នាងឲ្យកុំបារម្ភព្រោះគេបានចាត់ចែងគ្រប់យ៉ាងហើយរឿងលុយកាក់នឹងមិនជាបញ្ហាទេដោយសារតែការងារក្រៃម៉ោងដ៏កាត់កប់របស់គេរសៀលថ្លៃនឹងដែរគេបាននឹកឃើញដល់ថ្ងៃនៅមណ្ឌលកុមារកំព្រាពេលដែលអ្នកគ្រប់គ្រងចាស់ធ្លាប់បង្រៀនកុមារកំព្រាទាំងអស់នៅទីនោះឲ្យតែងតែធ្វើរឿងដែលត្រឹមត្រូវទោះបីជាវាលំបាកយ៉ាងណាក៏ដោយប៉ុន្តែអាវរីបានប្រឆាំងនឹងពាក្យទោសមាននឹងទាំងអស់បើសិនជាមានផ្លូវអាចរកលុយបានច្រើនដោយខិតខំប្រឹងប្រែងធ្វើការងារសុចរិតគេច្បាស់ជាធ្វើវាបាត់ទៅហើយប៉ុន្តែគួរឲ្យសោកស្ដាយគេមិនដែលទទួលបានឱកាសចូលរៀននៅសាលាល្អៗទេហើយអ្វីដែលគេមានតែមួយគឺជារាងកាយដ៏មមមួនដែលពូកែបាយតប់នេះគេនឹកឃើញអំពីរបៀបដែលគេបានប្រឆាំងនឹងអ្វីៗគ្រប់យ៉ាងដែលគេធ្លាប់រៀននៅមណ្ឌលកុមារកំព្រាប៉ុន្តែគេមិនសូវថ្វល់ទេព្រោះគេត្រៀមខ្លួនរួចស្រេចនឹងដុតបំផ្លាញពិភពលោកទាំងមូលបើសិនជាវាមានន័យថាគេអាចជួយសង្គ្រោះអាខារីបានមួយខែបានកន្លងទៅហើយអាវរីបាត់មុខឈឹងពីគណនីបណ្ដាញសង្គមរបស់គេហើយមានពាក្យចចាមកលេចឮពេញទីក្រុងថាគេអាចនឹងត្រូវពួកសង្គមងងឹតដែលខឹងសម្បាសម្លាប់ចោលឬក៏គេបានលាឈឿអាជីពនេះបាត់ទៅហើយទោះជាយ៉ាងណាក៏ដោយអាវរីមិនទាន់ស្លាប់ហើយកំពុងរស់នៅយ៉ាងសុខសាន្តក្នុងអាប៉ាតឺម៉ង់មួយបន្ទប់របស់គេដោយអង្គុយញ៉ាំនំ pudding ពីហាងទំនិញទូទៅហើយនិយាយទូរស័ព្ទជាមួយអាខារីដោយសួរថាតើនាងចង់ញ៉ាំខ្លះដែរឬទេអាខារីតបថានាងពិតជាចង់ញ៉ាំនំ pudding រសជាតិសូកូឡាខ្លាំងណាស់ដូច្នេះអាវរីក៏សន្យាថានឹងទិញផ្ញើនាងពេលគេទៅលេងនាងលើក្រោយគេហាក់ដូចជាពេញចិត្តនឹងជីវិតរបស់គេហើយមិនយូរប៉ុន្មានគេក៏ចូលគេងទាំងដៃនៅកាន់ទូរស័ព្ទដែលសូម្បីតែក្រៀមក៏ធ្លាប់ឆ្លងកាត់អារម្មណ៍បែបនេះយប់ជ្រៅបន្តិចខណៈពេលដែលគេកំពុងយល់សប្បានល្អស្រាប់តែគេត្រូវភ្ញាក់ព្រឺតដោយសារសម្លេងរំខានមួយហើយត្រូវភ័យស្លន់ត្រណោពេលឃើញស្រមោលមនុស្សម្នាក់ឈើពីលើគេហើយព្រមទាំងកាន់យំនាវដុំថ្មដ៏ធំមួយជនប្រដាប់អាវុធនោះព្យាយាមវាយសំប៉ងយំនាវពីលើគេប៉ុន្តែដោយសារភាពរហ័សរហួនគេអាចគេ
កិច្ចខ្លួនទាន់ជនលួចចូលនោះជេរគេថាជាអាសម្រាមដែលហ៊ានកិច្ចចេញពីការវាយប្រហាររួចក៏បន្តវាយប្រហារ3ដងទៀតដោយសម្ដៅទៅលើទូរស័ព្ទដែលនៅក្នុងដៃរបស់អាវរីម្ដងទៀតអាវរីអាចកិច្ចផុតពីការវាយប្រហារនេះដោយសង្គ្រោះជីវិតរបស់គេយ៉ាងប្រផិតប្រភេទមែនទែនប៉ុន្តែចុងក្រោយក៏របួសជ្រុះទូរស័ព្ទពីដៃនេះគឺជាវិនាទីដែលគេដឹងខ្លួនថាចៅចម្លែកមួយនេះមិនមែនសំដៅមកលើរូបគេទេតែការពិតគឺសំដៅមកលើទូរស័ព្ទរបស់គេសំណាងល្អគេអាចឈួនចាប់យកទូរស័ព្ទរបស់គេបានទាន់ពេលមុននឹងបរោះនោះវាយកំទេចវាចោលរួចក៏ចាប់ដើមរត់ចេញទៅក្រៅផ្ទះអាវរីសម្រេចចិត្តរត់ចូលទៅក្នុងសួនវិជាដែលមានភ្លើងភ្លឺដោយសង្ឃឹមថានឹងអាចបំបត្តិដានពីអ្នកវាយប្រហាររួចក៏ឆាតប្រាប់អាខារីអំពីជនដែលទើបតែលួចចូលផ្ទះរបស់គេអាខារីបន្តឆាតទៅគេប្រាប់ឲ្យគេរត់គេចហើយទៅបណ្ដឹងប៉ូលីសប៉ុន្តែបញ្ជូតែរត់ឬក៏ហៅប៉ូលីសអាឡប់មិនបែរតែឈើឆាតទូរស័ព្ទជាមួយប្អូនស្រីរបស់ខ្លួនទៅវិញមុនពេលដែលគេអាចធ្វើអ្វីផ្សេងទៀតជនលួចចូលនោះក៏តាមទាន់គេម្ដងទៀតហើយព្យាយាមវាយប្រហារប៉ុន្តែលើកនេះអាវរីសម្រេចចិត្តឈើទល់ហើយវាយបោះវិញគេរងជំនាវនោះដោយប្រើជើងធន់ដែលធ្វើឲ្យអ្នកវាយប្រហារនោះមានការភ្ញាក់ផ្អើលរួចអាវរីក៏វាយបោះវិញដែលត្រូវបានជនលួចចូលនោះរងបានយ៉ាងងាយស្រួលអាវរីបន្តការវាយប្រហារដោយកណ្ដាប់ដៃហើយថែមមួយជើងទៀតឲ្យប្រាកាត់ប៉ុន្តែរាល់ការវាយប្រហាររបស់គេត្រូវបានអាមនុស្សរោគចិត្តកាន់ជំនាវនោះគេឬរងបានយ៉ាងងាយស្រួលជនលួចចូលនោះព្យាយាមវាយទម្លាក់ទូរស័ព្ទពីដៃរបស់អាវរីម្ដងទៀតហើយខុសតែបន្តិចប៉ុណ្ណោះអាវរីមិនយល់សោះថាអាចការនេះចង់បានអ្វីឲ្យប្រកាសស្រាប់តែជនលួចចូលនោះហៅឈ្មោះពេញរបស់គេដោយប្រកាសថាគេគឺជា YouTuber ម្នាក់ដែលមានការងារផុសមាតិកាបញ្ឆេះកំហឹងនិងបង្ករឿងឲ្យក្មេងៗស្រីនិងពូឆ្វេងនិយមសេរីខឹងរាល់ថ្ងៃដោយគ្មានហេតុផលទាំងសោះគេអះអាងថាគេបានមើលវីដេអូវាយប្រហាររបស់គេវីដេអូរបស់គេដែលមិនចង់មើលនោះទេហើយបានប្រកាសយ៉ាងចំហថាវីដេអូទាំងនោះពិតជាគួរឲ្យអើមរអើមនិងធ្វើឲ្យខ្លួនចង់ក្អួតពេលឮបែបនេះអាអូរីគេថាបុរសម្នាក់នេះប្រហែលជាអ្នកមើលម្នាក់ដែលធុញទ្រាន់ហើយសម្រេចចិត្តបោកចាត់ការគេដោយផ្ទាល់ដៃដូច្នេះអាអូរីក៏លុតជង្គង់ចុះហើយសុំទោសចេញពីបាតបេះដូងដោយអះអាងថាអ្វីដែលគេធ្វើកន្លងមកគឺដើម្បីតែលុយប៉ុណ្ណោះហើយគ្មានគំនុំផ្ទាល់ខ្លួនអ្វីនោះទេព្រោះប្អូនស្រីរបស់គេពិតជាឈឺធ្ងន់មែនគេអះអាងថាគេបានឈប់ធ្វើរឿងទាំងអស់នោះហើយតាំងពីប្អូនស្រីរបស់គេបានជាសះស្បើយហើយប្រាប់ថាជននោះអាចវាយគេបានម៉ាសេរីចុះប៉ុន្តែអង្វរសុំកុំអោសម្លាប់គេអីព្រោះគេចង់ជួយប្អូនស្រីគេបន្ថែមទៀតគេប្រាប់កុំអោប៉ះពាល់ទូរស័ព្ទរបស់គេព្រោះគេកំពុងឆាតជាមួយប្អូនស្រីដែលនៅឆ្ងាយណាស់ហើយគេមិនចង់បាត់បង់ការទាក់ទងជាមួយនាងទេតែមិនទាន់និយាយចប់បុរសនោះក៏វាយទូរស័ព្ទរបស់គេដោយញញួរម្ដងទៀតអេអូរីប្រាប់ឲ្យគេថយចេញហើយអាចវាយគេតាមចិត្តប៉ុន្តែបុរសនោះតបវិញថាគេមិនខ្វល់ពីរឿងរបស់អេអូរីទេហើយគ្រាន់តែចង់បំផ្លាញទូរស័ព្ទនេះចោលឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានជនលួចចូលនោះក៏ស្ងប់អារម្មណ៍បន្តិចរួចប្រាប់ថាអេអូរីនិយាយដូចមនុស្សឈួតអញ្ចឹងព្រោះប្អូនស្រីរបស់គេបានស្លាប់ជាង1ខែទៅហើយអេអូរីមិនអាចទទួលយកការពិតនោះទេហើយសួរថាបើនាងស្លាប់ហើយចុះអាណាគេកំពុងឆាតជាមួយគេក្នុងទូរស័ព្ទការពិតទៅដោយសារតែអាមេរិកសម្រាប់ចិត្តវាយប្រហារប្រទេសវេណេស៊ុយអេឡាដោយគ្មានហេតុផលទាល់តែសោះជើងហោះហើររបស់នាងទៅអាមេរិកក៏ត្រូវលុបចោលហើយសុខភាពរបស់នាងក៏កាន់តែដុនដាបទៅក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់រហូតដល់នាងបាត់បង់ជីវិតអេអូរីមិនអាចទទួលយកការពិតនេះបានឡើយរហូតដល់ថ្នាក់មិនបានទៅចូលរួមពិធីបុណ្យសពប្អូនស្រីរបស់ខ្លួនហើយបានត្រឹមសង្ងំនៅតែក្នុងផ្ទះគេចេះតែបន្តឆាតទៅអាការីក្នុងទូរស័ព្ទដោយអង្វរឲ្យនាងតបស្រាប់តែថ្ងៃមួយពេលដែលគេកំពុងញ៉ាញ់នំកញ្ចប់ចូលមាត់គេក៏ឃើញសញ្ញាស៊ីនលោតនៅលើសាររបស់គេហើយក៏ទទួលបានការតបពីអាការីវិញគេស្ទើរតែមិនជឿភ្នែកខ្លួនឯងប៉ុន្តែអាការីហាក់ដូចជានៅជានាងដដែលព្រោះនាងដឹងរឿងគ្រប់យ៉ាងដែលមានតែនាងប៉ុណ្ណោះដែលដឹងរឿងនេះធ្វើឲ្យគេជឿជាក់ថាអ្នកដែលគេកំពុងនិយាយជាមួយគឺជាអាការីពិតប្រាកដហើយគេបដិសេធមិនជឿឬស្ដាប់អ្នកណាដែលនិយាយផ្ទុយពីនេះឡើយស្រាប់តែពេលនោះទូរស័ព្ទរបស់គេក៏ចាប់ផ្ដើមកាំងហើយវីដេអូរបស់អាការីក៏លោតចេញមកដោយនាងចាប់ផ្ដើមនិយាយជាមួយគេទាំងទឹកភ្នែកហូររហាមសួរថាតើគេមិនអីទេមែនទេប៉ុន្តែមិនតាន់បានតបផងជនលួចចូលនោះក៏ទាញយកទូរស័ព្ទពីគេហើយសម្បងដោយញញួរខណៈដែលអាការីហួមពេលនឹងឈោងចាប់វាឲ្យមានសុវត្ថិភាពទៅហើយប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលទូរស័ព្ទនោះមិនបែកទេហើយស្រាប់តែមានថាមពលដ៏គួរឲ្យខ្លាចម្យ៉ាងចាប់ផ្ដើមភាយចេញពីទូរស័ព្ទខណៈដែលអាការីបានលេចរូបរាងឡើងនៅចំពីមុខគេចេញពីទូរស័ព្ទតែម្ដងអាការីមិនអាចជឿភ្នែកខ្លួនឯងបានឡើយហើយក៏លុតជញ្គន់ចុះទាំងទឹកភ្នែកហូរកាត់ថ្ពលប៉ុន្តែមិនយូរប៉ុន្មានតែមុខរបស់អាការីក៏ប្រែប្រួលคล้ายទៅជាមុខបិសាចទាំងមានឈាមហូរចេញពីភ្នែកខណៈដែលនាងคล้ายជាបិសាចទៅហើយជនលួចចូលនោះក៏ប្រាប់ឲ្យអាការីថយចេញភ្លាមដោយអះអាងថានាងលែងជាប្អូនស្រីរបស់គេទៀតហើយគេអះអាងថាអ្នកដែលអាការីនេះនិយាយជាមួយគឺជាខ្មោចសោះកាលពីមុនខ្មោចតែងតែជាប់នៅកន្លែងដែលមនុស្សចំណាយពេលច្រើនឬមានទំនាក់ទំនងផ្លូវចិត្តជ្រាលជ្រៅដូចជាមាត់សមុទ្រមន្ទីរពេទ្យបង្អន់ឬបន្ទប់លេងជាដើមប៉ុន្តែឥឡូវនេះមនុស្សភាគច្រើនចំណាយពេលភាគច្រើនរបស់ពួកគេនៅលើទូរស័ព្ទហើយនៅពេលដែលពួកគេស្លាប់ណៃដងងឹតនៃព្រលឹងរបស់ពួកគេនឹងជាប់នៅក្នុងឧបករណ៍ទាំងនោះជារៀងរហូតនៅពេលដែលគណនីបណ្ដាញសង្គមរបស់មនុស្សស្លាប់ដែលត្រូវបានគេស្គាល់ថាជាគណនីស្លាប់ឬ Dead Account មានវិញ្ញាណចូលសន្តិវាចាប់ផ្ដើមត្រូវបានគេស្គាល់ថាជាគណនីមកហើយនោះជាអ្វីដែលពួកគេកំពុងប្រឈមមុខនៅពេលនេះគេអះអាងថាឥឡូវនេះដោយសារតែខ្មោចរបស់នាងត្រូវបានកោះហៅមុខហើយគេមិនអាចគ្រាន់តែបំផ្លាញទូរស័ព្ទចោលដើម្បីបញ្ចប់
រឿងបានទេដែលមានន័យថាគេត្រូវតែបំផ្លាញខ្មោចរបស់នាងចោលតែម្ដងប៉ុន្តែដោយសារនេះគឺជាខ្មោច digital អាវុធធម្មតាមិនអាចធ្វើអ្វីវាបានទេដូច្នេះពួកគេត្រូវពឹងផ្អែកលើអាវុធវិញ្ញាណពិសេសពេលនោះគេក៏ដកទូរស័ព្ទរបស់ខ្លួនចេញមកហើយក៏ហៅញួរពណ៌ខ្មៅមួយចេញពីទូរស័ព្ទរួចចាប់ផ្ដើមវាយសម្ពង់ខ្មោចរបស់អាការីឡើងចាស់ដៃអាអូរីពិតជាពិបាកទទួលយកណាស់ដែលឃើញរឿងទាំងអស់នេះប៉ុន្តែមិនយូរប៉ុន្មានអាប្រុសកាន់ញួរនោះក៏អាចវាយបង្ក្រាបខ្មោចនោះបានហើយរៀបចំចាត់ការវាឲ្យចប់តែម្ដងគេក៏គប់ញួររបស់គេឡើងទៅលើមេឃហើយវាលាក់មកវិញជារលកញួររាប់សិបវាយសន្ធប់ទៅលើខ្មោចនោះដែលធ្វើឲ្យខ្មោចនោះត្រូវបំផ្លាញទាំងស្រុងបន្ទាប់មកបុតគេក៏រៀបចំដេញខ្មោចនោះដោយដកញួរថ្មីមួយដើម្បីបញ្ចប់រឿងគ្រប់យ៉ាងប៉ុន្តែអាអូរីឃើញបែបនេះមិនបានក៏ស្ទុះទៅអោបអាប្រុសនោះពីក្រោយដោយអនវរសុំឲ្យនាងរស់នៅបន្តព្រោះគេមិនខ្វល់ទេទោះជានាងជាខ្មោចក៏ដោយអាប្រុសកាន់ញួរនោះប្រាប់ឲ្យគេលែងខ្លួនហើយស្រែកដាក់គេថាមនុស្សគ្រប់គ្នានៅលើលោកនេះសុទ្ធតែមានមនុស្សជាទីស្រឡាញ់ដែលត្រូវស្លាប់ចាកចោលប៉ុន្តែវាជាទួនាទីរបស់គេដែលត្រូវតែបោះជំនាញទៅមុខនិងបន្តគេដំណើររបស់ពួកគេពេលនោះវាបានផ្ដល់ឱកាសគ្រប់គ្រាន់ឲ្យខ្មោចនោះដើម្បីប្រមូលកម្លាំងឡើងវិញហើយវាក៏វាសម្ពង់អាប្រុសកាន់ញួរនោះខ្ទាតទៅបុកជាទាំងធ្វើឲ្យគេស្លប់ស្ដួលស្ដាំងនិងមិនអាចកម្រើខ្លួនបានអាប្រុសកាន់ញួរប្រាប់អាអូរីឲ្យរត់ប៉ុន្តែអាអូរីបែរជាដើរតម្រង់ទៅរកប្អូនស្រីរបស់ខ្លួននិងយាមនិយាយលួងលោមនាងទៅវិញប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់នោះគឺខ្មោចនោះនៅតែជាប្អូនស្រីរបស់គេតែខ្នោទម្រង់ដ៏ព្រីព្រួយបំផុតព្រោះវាបានខំត្របាក់អាអូរីហើយចាប់ផ្ដើមទវាវាដូចជាទវាស្កៅកណូអញ្ចឹងអាអូរីនឹកគិតអំពីជីវិតដែលខ្លួនបានរស់នៅរហូតមកទល់ពេលនេះហើយក៏ដឹងខ្លួនថាគឺរូបគេនឹងឯងដែលជាអ្នកឃុំព្រលឹងរបស់អាការីឲ្យជាប់នៅក្នុងលោកនេះហើយប្រសិនបើគេស្លាប់នោះព្រលឹងរបស់នាងនឹងត្រូវបានរំដកដោយស្វ័យប្រវត្តិតែពេលនោះគេក៏នឹកឃើញដល់សម្ដីរបស់អាប្រុសកញ្ញាញួរអំពីការបន្តគេដំណើរហើយគេក៏ស្ទុះលោតចេញពីការចាប់របស់ខ្មោចនោះហើយអាចបង្កើតអាវុធមួយចេញពីទូរស័ព្ទរបស់គេបានដែលធ្វើឲ្យអាប្រុសកញ្ញាញួរនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអូរីត្រៀមខ្លួនសម្រាប់ការប្រយុទ្ធចុងក្រោយហើយក៏ចាក់ប្អូនស្រីខ្លួនឯងដោយដាវអណ្ដាល់ភ្លឹងពណ៌យូដែលគេមានដែលធ្វើឲ្យខ្មោចនោះរលីបាត់ទៅបន្សល់ទុកតែអូរីដែលសម្លាប់បាត់ស្មារតីនៅលើដីបន្តិចក្រោយមកមនុស្សមួយចំនួនពីសាលាដែលអាប្រុសកញ្ញាញួរនោះរៀនបានមកដល់ដើម្បីត្រួតពិនិត្យមើលគ្រប់យ៉ាងហើយសួរថាតើអូរីអាចយកឈ្នះខ្មោចប្អូនស្រីរបស់វាបានដោយរបៀបណាអាប្រុសកញ្ញាញួរនោះរាយការណ៍ថាអូរីមានដាវអណ្ដាតភ្លើងមេកើយរបស់ពួកគេអះអាងថាវាមិនមែនជារឿងចម្លែកអស្ចារ្យទេដែលមានរបស់ញឹងប៉ុន្តែពេលនោះអាប្រុសកញ្ញាញួរក៏បង្ហាប់ថាដាវរបស់គេតាមពិតទៅមានពណ៌ខៀវរឿងនេះពិតជាធ្វើឲ្យពួកគេទាំងអស់ញាក់ផ្អើលយ៉ាងខ្លាំងហើយ